មេតិកាទី22ខ្ញុំកើតមកក្រប៉ុន្តែវាមិនអាចបញ្ឈប់ខ្ញុំមិនឲ្យមានការរីកចម្រើនបានទេខ្ញុំមិនអាចជ្រើសរើសកន្លែងដែលខ្ញុំកើតនោះទេហើយខ្ញុំក៏មិនអាចជ្រើសរើសគ្រួសារដែលខ្ញុំត្រូវចាប់កំណើតបានដែរហើយខ្ញុំក៏មិនបានជ្រើសរើសភាពក្រីក្រទេខ្ញុំក៏មិនចង់កើតមកក្រនោះដែរប៉ុន្តែអ្វីដែលខ្ញុំអាចជ្រើសរើសនោះគឺថាខ្ញុំអាចជ្រើសរើសថាខ្ញុំនឹងក្លាយជាអ្នកណានៅថ្ងៃអនាគតទោះបីជាខ្ញុំកើតមកក្រក៏ដោយប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ខ្មាស់អៀនចំពោះកន្លែងដែលអ្នកកើតសារនេះគឺសម្រាប់អ្នកការដែលយើងធំឡើងនៅក្នុងភាពក្រីក្រវាបង្រៀនអ្នកនៅមេរៀនដែលគ្មានសៀវភៅណាអាចបង្រៀនបានទេយើងជាអ្នកមានបទពិសោធន៍ផ្ទាល់អ្នកយល់ពីអារម្មណ៍នៃការចង់បានអ្វីមួយដែលអ្នកដឹងថាអ្នកមិនអាចមានវាបានទេអ្នករៀននៅស្ងៀមនៅពេលដែលអ្នកដទៃនិយាយអំពីឬអួតគ្នាពីវិស្មកាលឬថ្ងៃសម្រាកឬទូរស័ព្ទថ្មីឬក្តីសុបិនធំរបស់ពួកគេពីព្រោះក្តីសុបិនរបស់អ្នកគឺគ្រាន់តែជាការចង់រស់រានមានជីវិតឬចង់បានត្រឹមបាយហូបគ្រប់គ្រាន់តែប៉ុណ្ណោះយើងមើលឪពុកម្ដាយរបស់យើងពួកគាត់ធ្វើការរហូតដល់ពួកគាត់ហត់នឿយរហូតដល់ពួកគាត់ចាស់នៅតែប្រឹងធ្វើការហើយនៅតែបារម្ភពីលុយកាក់នៅតែមិនមានលុយកាក់គ្រប់គ្រាន់នៅក្នុងការប្រើតាមតម្រូវការពេលឈឺមិនហ៊ានទៅព្យាបាលនៅមន្ទីរពេទ្យជាដើមហើយពេលខ្លះយើងមានអារម្មណ៍ថាមិនអាចមើលឃើញពន្លឺអ្វីទាល់តែសោះគ្មានសង្ឃឹមថានឹងរួចផុតពីភាពក្រីក្រនោះទាល់តែសោះវាហាក់ដូចជាពិភពលោកត្រូវបានបង្កើតឡើងសម្រាប់អ្នកដទៃមិនមែនសម្រាប់ពួកយើងជាមនុស្សក្រនោះទេប៉ុន្តែសូមធ្វើការផ្លាស់ប្ដូរនៅផ្នត់គំនិតមួយនេះហើយចាំឲ្យច្បាស់ថាកន្លែងដែលអ្នកចាប់ផ្ដើមមិនមែនជាកន្លែងដែលអ្នកត្រូវតែបញ្ចប់នោះទេភាពក្រីក្រគឺជាចំណុចចាប់ផ្ដើមវាមិនមែនកំណត់ថាអ្នកត្រូវក្រមួយជីវិតនោះទេការកើតមកក្រមិនមែនមានន័យថាអ្នកទន់ខ្សោយនោះទេវាមានន័យថាអ្នកបានរៀនស៊ូទ្រាំអ្នកបានរៀនអត់ធ្មត់អ្នកបានរៀនបន្ទាបខ្លួនតាំងពីកុមារភាពអ្នកដទៃដែលកើតមកសុខស្រួលបានរៀនពីភាពសុខស្រួលត្រូវបានគេថ្នាក់ថ្នមត្រូវបានគេលួងលោមជាដើមប៉ុន្តែយើងដែលបានកើតមកក្របានរៀនពីការតស៊ូដើម្បីរស់បានរៀនពីភាពរឹងមាំលុយកាក់អាចទទួលបានតាមមរតកពីក្រុមគ្រួសាររបស់ពួកគេវាជាសំណាងរបស់ពួកគេឬជាការខិតខំប្រឹងប្រែងរបស់ដូនតាគេប៉ុន្តែការស្រេកឃ្លានចំពោះការរីកចម្រើនគឺជារឿងត្រូវបានបង្កើតឡើងឬកសាងឡើងហើយមនុស្សដែលធំឡើងដោយភាពក្រីក្រគ្មានអ្វីសោះនោះជារឿយៗតែងតែកសាងបាននៅថាមពលដែលពិសេសមួយនោះគឺផ្នត់គំនិតដែលរឹងមាំមិនអាចបំបែកបានការតស៊ូជំនះគ្រប់ឧបសគ្គដើម្បីធ្វើឲ្យជីវិតបានប្រសើរឡើងយើងប្រហែលជាធ្លាប់ប្រៀបធៀបជីវិតរបស់យើងទៅនឹងជីវិតអ្នកដទៃដូចជាមើលទៅអ្នកដទៃគេចាប់ផ្ដើមទៅមុខពួកគេមានការគាំទ្រពួកគេមានទំនាក់ទំនងពួកគេមានខ្សែរយៈហើយយើងសួរខ្លួនឯងថាតើវាយឺតពេកទេសម្រាប់ខ្ញុំតើមនុស្សដូចខ្ញុំពិតជាអាចទទួលបានជោគជ័យដូចគេដែរឬទេវាដល់ពេលហើយសូមផ្លាស់ប្ដូរការគិតរបស់អ្នកប្រវត្តិរបស់អ្នកពន្យល់ពីការតស៊ូរបស់អ្នកប៉ុន្តែវាមិនមែនជាលេសសម្រាប់ឲ្យអ្នកឈប់នៅក្នុងការស្រេកឃ្លានឈប់នៅក្នុងការកសាងខ្លួនអភិវឌ្ឍខ្លួនឬបោះបង់ការតស៊ូដើម្បីជីវិតមួយនេះទេផ្នត់គំនិតរបស់អ្នកកំណត់ទិសដៅរបស់អ្នកពិភពលោកអាចដាក់ស្លាកឲ្យអ្នកថាក្រីក្រប៉ុន្តែគ្រោះថ្នាក់ពិតប្រាកដនោះគឺពេលដែលអ្នកចាប់ផ្ដើមជឿថាវាកំណត់អ្នកពិតមែនពីព្រោះនៅពេលដែលអ្នកនិយាយថានេះជាអ្វីទាំងអស់ដែលខ្ញុំនឹងក្លាយជាឬអ្នកនិយាយថាជីវិតរបស់ខ្ញុំមានតែប៉ុណ្ណោះឯង
នោះអ្នកនឹងឈប់រីកចម្រើនប៉ុន្តែនៅពេលដែលអ្នកនិយាយថានេះជាកន្លែងដែលខ្ញុំស្នាក់នៅកន្លែងដែលខ្ញុំកើតប៉ុន្តែវាមិនមែនកំណត់ថាខ្ញុំជានរណានោះទេឬអាចកំណត់ថាខ្ញុំត្រូវតែក្រនោះទេអ្វីគ្រប់យ៉ាងផ្លាស់ប្ដូរភាពរីកចម្រើនចាប់ផ្ដើមកើតមាននៅក្នុងចិត្តរបស់អ្នកចាប់ផ្ដើមធ្វើសកម្មភាពអ្នកមិនបណ្តែតបណ្ដោយឲ្យជីវិតមួយនេះរស់ដោយឥតន័យនោះទេហើយវាត្រូវការពេលវេលាមុនពេលដែលការរីកចម្រើនប្រសើរឡើងនេះវាបង្ហាញខ្លួនឡើងនៅក្នុងជីវិតរបស់អ្នកដរាបណាអ្នកមានក្តីសង្ឃឹមមានការតាំងចិត្តនោះជីវិតរបស់អ្នកនឹងរីកចម្រើនប្រសើរឡើងយើងចូលដល់វិធីសាស្ត្រដើម្បីយកឈ្នះភាពក្រីក្រពីបាតដៃទទេឬរបៀបធ្វើឲ្យខ្លួនរីកចម្រើនទោះបីជាគ្មានអ្វីក៏ដោយចូលយើងមានភាពប្រកបនិយមឬត្រូវទទួលយកការពិតមួយនេះការលើកទឹកចិត្តតែមួយនឹងមិនជួយសង្គ្រោះអ្នកបានទេហើយវិធីសាស្ត្រខាងក្រោមនេះជាអ្វីដែលអាចជួយអ្នកពិតប្រាកដវិធីសាស្ត្រទី1វិនិយោគលើចំណេះដឹងមុនគិតអំពីលុយអ្នកប្រហែលជាមិនមានលទ្ធភាពទិញអ្វីគ្រប់យ៉ាងទេប៉ុន្តែអ្នកតែងតែអាចមានលទ្ធភាពរៀនសូត្របានរៀនពីសៀវភៅជាច្រើនរៀនតាមរយៈការស្ដាប់វីដេអូអប់រំវីដេអូបណ្ដុះគំនិតល្អរៀនពីជំនាញផ្សេងដែលអ្នកអាចរៀនបានហើយការពិតនោះអ្នកទាំងអស់គ្នាពិតជាទទួលស្គាល់ហើយថាបើយើងចង់រៀនទោះក្រទោះទាល់យ៉ាងណាក៏នៅតែអាចរកវិធីសាស្ត្ររៀនបានដែរទោះបីយឺតបន្តិចយើងនៅតែអាចរៀនពីជំនាញអ្វីមួយឧទាហរណ៍បើយើងក្រឬទាល់មែនទែនយើងអាចធ្វើការសន្សំលុយសិនឬធ្វើការបណ្ដើររៀនការរៀនមិនចាំបាច់តែរៀននៅសាលាឬជំនាញដែលត្រូវការប្រើប្រាស់ប្រាក់ច្រើននោះទេឬប្រើពេលវេលាយូរនោះទេការរៀនជំនាញវគ្គខ្លីៗក៏ជាជំនាញមួយដែលល្អដែរចេះអ្វីក៏ដោយបើចេះប្រកបប្រាក់នឹងរត់តាមអ្នកព្យាយាមរកឱកាសកសាងឱកាសកសាងសមត្ថភាពខ្លួនឯងចូលព្យាយាមកុំអស់សង្ឃឹមមិនដែលថាមិនមានឱកាសណាសម្រាប់យើងសោះនោះទេហើយការពិតមានគេធ្វើបានរួចហើយចំណេះដឹងគឺជារឿងមួយដែលភាពក្រីក្រមិនអាចលួចបានតតែសោះវិធីសាស្ត្រទី2កសាងវិន័យតែមិនបង្កើតលេសនោះទេនៅពេលដែលអ្នកមិនមានធនធានវិន័យคล้ายជាគុណសម្បត្តិឬអត្ថប្រយោជន៍របស់អ្នកដែលមិនអាចខ្វះបានចូលភ្ញាក់ពីដំណេកពីព្រលឹមធ្វើការឲ្យខ្លាំងជាងមុនរក្សាការធ្វើសកម្មភាពឬធ្វើការងាររបស់អ្នកជាប្រចាំធ្វើការយ៉ាងជាប់លាប់មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃហើយឈប់វិញនោះទេនៅពេលដែលគ្មាននរណាម្នាក់កំពុងមើលឬក៏មិនចាំបាច់ខ្វល់ថាមានអ្នកដឹងថាអ្នកកំពុងធ្វើអ្វីនោះទេធ្វើវាដោយភាពស្ងៀមស្ងាត់របស់អ្នកធ្វើអ្វីក៏ត្រូវការពេលវេលាដែរមិនអាចធ្វើភ្លាមទទួលបានជោគជ័យភ្លាមនោះទេអ្នកដែលអាចយកឈ្នះឧបសគ្គបាននោះគឺជាមនុស្សដែលមិនបោះបង់ចោលដោយងាយវិធីសាស្ត្រទី3ឈប់រងចាំការអនុញ្ញាតគ្មាននរណាម្នាក់មកជួយសង្គ្រោះអ្នកនោះទេបើសិនជាមានវាជារឿងមួយដែលល្អជារឿងមួយដែលត្រូវដឹងគុណប៉ុន្តែបើសិនជាមិនមានអ្នកណាម្នាក់មកជួយអ្នកនោះវាមិនមែនជាបញ្ហានោះដែរហើយនោះគឺជារឿងដែលឈឺចាប់ប៉ុន្តែវាក៏ពិតជាមានឥទ្ធិពលសម្រាប់ជីវិតរបស់អ្នកផងដែរពីព្រោះវាមានន័យថាអនាគតរបស់អ្នកស្ថិតនៅក្នុងដៃរបស់អ្នកផ្ទាល់កែច្នៃជោគវាសនារបស់អ្នកដោយផ្ទាល់ខ្លួនឯងខ្ញុំដឹងថាវាជារឿងពិបាកបន្តិចឬពិបាកខ្លាំងអាស្រ័យទៅលើស្ថានភាពរបស់អ្នកប៉ុន្តែយើងនៅតែអាចធ្វើបានខ្ញុំផ្ទាល់ខំរៀនតាំងពីក្មេងម្ដាយឪពុករបស់ខ្ញុំក៏មិនធូរធារដែរប៉ុន្តែគាត់បានផ្ដល់ឱកាសឲ្យខ្ញុំបានរៀនតាមរយៈការរៀនសូត្រនេះនិងតាមរយៈការប្រឹងប្រែងរបស់ខ្ញុំអាចចិញ្ចឹមជីវិតឬមានប្រាក់ខែដែលសមរម្យមួយហើយខ្ញុំនៅតែបន្តកែច្នៃជីវិតមួយនេះបន្តទៅទៀត
វិធីសាស្ត្រទី4ប្រែក្លាយការឈឺចាប់ទៅជាឥន្ធនៈជាធម្មពលសម្រាប់បន្តកសាងសមត្ថភាពរបស់ខ្លួនឯងរាល់ពេលដែលអ្នកមានអារម្មណ៍ថាខ្មាស់អៀនត្រូវបានគេបដិសេធត្រូវបានគេមើលរំលងចូលប្រើប្រាស់ការឈឺចាប់នេះអនុញ្ញាតឲ្យវារុញអ្នកទៅមុខកាន់តែខ្លាំងកាន់តែខំអភិវឌ្ឍខ្លួនឲ្យកាន់តែរឹងមាំនិងកាន់តែមុតស្រួចមិនមែនឲ្យការឈឺចាប់នេះទាញអ្នកចុះនោះទេចូលកុំខ្ជះខ្ជាយពេលនៅក្នុងការអង្គុយកើតទុក្ខអង្គុយអស់សង្ឃឹមវាមិនបានប្រយោជន៍អ្វីនោះទេសូមកុំបណ្ដោយជីវិតឲ្យរស់នៅទៅតាមកម្មដោយមនុស្សមួយចំនួនដែលធ្វើនោះអីបើយើងបណ្ដោយតាមកម្មនោះវានឹងទៅតាមកម្មនោះឯងតើមានអ្នកណាមកជួយយើងបានពាក្យស្លោកខ្មែរបានពោលថាខ្លួនទីពឹងខ្លួនបើអ្នកមិនជួយខ្លួនឯងមិនមានអ្នកណាម្នាក់មកជួយអ្នកបានទេសូមចងចាំថាកលៈទេសៈណាមួយរបស់អ្នកមិនអាចកំណត់ជោគវាសនារបស់អ្នកនោះទេខ្ញុំកើតមកក្រប៉ុន្តែខ្ញុំមិនកើតមកអស់សង្ឃឹមនោះទេខ្ញុំមិនបានកើតមកទន់ខ្សោយនោះទេហើយខ្ញុំក៏មិនកើតមកដើម្បីតែរស់នៅជាមួយភាពក្រីក្រនេះដែរសាច់រឿងនៃខ្សែជីវិតរបស់អ្នកនៅតែត្រូវបានសរសេរបន្តជានិច្ចនៅតែអាចផ្លាស់ប្ដូរបើសិនអ្នកមិនអនុញ្ញាតឲ្យវានៅត្រឹងមួយកន្លែងដរាបណាអ្នកមិនបោះបង់ហើយថ្ងៃណាមួយអតីតកាលរបស់អ្នកនឹងមិនមែនជាភាពអាម៉ាស់របស់អ្នកនោះទេវានឹងក្លាយជាភស្តុតាងបង្ហាញអ្នកភស្តុតាងដែលបង្ហាញថាអ្នកមិនបោះបង់ចោលនៅជីវិតរបស់អ្នកភស្តុតាងដែលថាទូស្ថិតនៅក្នុងស្ថានភាពក្រីក្រយ៉ាងណាក៏ដោយអ្នកបានរីកចម្រើនប្រសើរឡើងភស្តុតាងដែលថាភាពក្រីក្រមិនអាចយកឈ្នះអ្នកមិនឲ្យអ្នកមានការរីកចម្រើនល្អប្រសើរនោះទេដូចនេះប្រសិនបើអ្នកមកពីគ្រួសារក្រីក្រហើយអ្នកនៅតែព្យាយាមនៅតែស្រមៃនៅតែធ្វើសកម្មភាពដើម្បីក្តីស្រមៃនៅតែប្រឹងប្រែងរៀននៅតែខំប្រឹងប្រែងធ្វើការអ្នកនៅតែមានឱកាសរីកចម្រើនចូលធ្វើឲ្យគ្រួសាររបស់អ្នកនិងសង្គមជាតិរបស់អ្នកមានមោទនភាពចំពោះអ្នកសូមបញ្ចេញមតិនៅក្នុង comment ខាងក្រោមដោយសរសេរថាខ្ញុំនឹងរីកចម្រើនហើយអនុញ្ញាតឲ្យពិភពលោកឮសំឡេងរបស់អ្នកពីព្រោះកន្លែងដែលអ្នកចាប់ផ្ដើមកំណើតមិនសម្រេចថាមិនកំណត់ថាអ្នកនឹងបញ្ចប់នៅទីណានោះទេអ្នកអាចធ្វើការជ្រើសរើសនិងដើរទៅរកវាដោយខ្លួនឯងជាថ្មីម្ដងទៀតអ្នកកើតមកក្រមិនមែនជាកំហុសរបស់អ្នកទេតែស្លាប់ទៅវិញក្រទៅផ្សំជាកំហុសរបស់អ្នកសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត